Bắt zoom group nâng chùm điệp xúa lục cru nẹ cru tặng ọc khné khi bắt mua home sơ bản ní chứ cru bằng riêng ai cái tế bò miền phía mốc pi với chia lại prasi svat khăn cầm thi sala riêng trong đoạn thay cái này nhâm xôm thua chia video clay muối về sẵn khép ông pi cả đỏ srai đùm hạt nơi không mấy đến tỷ bấy protein bot collecting treasure with laurel chắc chọn đơn thà táo cả đọc srai lùm hạt ní miền đùm nà caយ៉ាងណានោះសូមលោកគ្រូអ្នកគ្រូទាំងអស់គ្នាតាមដានទស្សនាជាមួយនឹងខ្ញុំដូចតទៅបាទអញ្ចឹងយើងធ្វើការ log in មកកាន់ code doc យើងទាំងអស់គ្នានេះគឺជា code doc មេរៀនទី3របស់យើងតកតងជាមួយនឹង collecting treasure with laurel ដែលខ្ញុំបាន log in ចូលមកដល់ហើយនៅក្នុងគណនីរបស់យើងកាលពីថ្ងៃមុនហ្នឹងអញ្ចឹងនៅក្នុងចំណុចទី2នេះគេនិយាយតកតងជាមួយនឹង free play ដែលគេមាន code ឲ្យលោកគ្រូអ្នកគ្រូជ្រើសរើសហើយមើលទៅតាមស្ថានភាពជាក់ស្ដែងនៃ sprite របស់យើងថា sprite របស់យើងគឺគាត់ត្រូវធ្វើអីអញ្ចឹងទី1យើងត្រូវមើលឲ្យយល់សិនLaurel គឺសំដៅទៅលើតួអង្គរបស់យើងនេះអញ្ចឹងតួអង្គរបស់យើងហ្នឹងគឺគាត់ត្រូវដើរមកដល់ block នេះហើយត្រូវប្រមូលយក treasure គឺត្បូងវត្ថុមានតម្លៃនឹងឯងអញ្ចឹងនៅពេលដែលដើរទៅដល់កន្លែងណាគឺត្រូវប្រមូលយកនៅត្បូងអញ្ចឹងហើយបានជាវាមានលើសនៅ block មួយឈ្មោះថា collect ដែលពីមេរៀនមុនមកអត់មានការប្រើប្រាស់ collect ទេគឺនៅពេលដែលតួអង្គរបស់យើងដើរទៅដល់សត្វជ្រូកគឺវានឹងឈ្នះតែម្ដងប៉ុន្តែឥឡូវនេះអត់ទេដើម្បីអាច complete បានយើងទាល់តែដើរមកដល់ទីតាំងហើយប្រើប្រាស់នៅ block click ទើបអាចទទួលបាននៅ success ណាអញ្ចឹងយើងមើលជាឧទាហរណ៍ទី1តួអង្គវាត្រូវ move មុខមួយជំហានអញ្ចឹងយើងទាញមកមុខមួយជំហានតួអង្គប្រកាសជាដើរមកដល់មុខមួយជំហានបាទអញ្ចឹងវាមិនទាន់ដំណើរការពេញទេដោយសារតែយើងដាក់ step ណាបាទអញ្ចឹងនៅពេលដែលវាមកដល់កន្លែងហ្នឹងហើយយើងមិនទាន់ដាក់បត់ឆ្វេងឬមួយក៏បត់ស្ដាំទេគឺយើងត្រូវប្រើប្រាស់ collection បាទបន្ទាប់ពី collect ហើយបានយើងបន្តវាទៀតត្រង់ចំណុចនេះវាមានជំរើសជូនលោកគ្រូអ្នកគ្រូតើចង់ឲ្យតួអង្គរបស់យើងហ្នឹងគាត់បត់មកឆ្វេងសិនហើយចាំបត់ស្ដាំឬមួយក៏ចង់ឲ្យគាត់បន្តទៅត្រង់ហើយមកដល់ចំណុចនេះគឺឲ្យគាត់ធ្វើការបត់ឆ្វេងឡើងវិញអញ្ចឹងនេះជាជំរើសរបស់លោកគ្រូអ្នកគ្រូអាចធ្វើទៅបានតាមមួយណាក៏បានដែរណាឥឡូវខ្ញុំឲ្យគាត់បត់ទៅឆ្វេងហើយ move forward មកមុខមួយជំហានគាត់ដើរមកដល់កន្លែងនេះអញ្ចឹងគាត់ត្រូវធ្វើការបត់ស្ដាំបាទបត់ស្ដាំគាត់ move forward អញ្ចឹងនៅពេលដែល move forward ម្ដងនេះគឺចូលមកដល់ block នេះហ่ะនៅពេលដែលមកដល់ block កន្លែងនេះគឺគាត់ត្រូវការ collection អញ្ចឹងដើម្បីកុំឲ្យលោកគ្រូអ្នកគ្រូវង្វេងខ្ញុំសូមឲ្យលោកគ្រូអ្នកគ្រូមើលម្ដងមួយ step អញ្ចឹង block code របស់យើងនេះមានន័យថាតួអង្គដើរតាមនេះហើយ click បានត្បូង2គ្រាប់ណាឥឡូវសាកល្បងរ៉ាន់ទាំងអស់គ្នា step ទី1 step ទី2 step ទី3 step ទី4 step ទី5 step ទី6 step ទី7អញ្ចឹងមានន័យថាតួអង្គរបស់យើងនឹងគាត់អាចclick នៅត្បូងបានចំនួន2អញ្ចឹងគាត់អាច success ហើយព្រោះមូលហេតុ goal របស់គេគឺឲ្យ click តែមួយតែយើងអាច click បាន2តែគោលដៅរបស់យើងគឺចង់ឲ្យ click យកទាំងអស់តែម្ដងបាទអញ្ចឹងធ្វើម៉េចទៀតនៅពេលដែលវាមកដល់នេះហើយអញ្ចឹងជាជំរើសរបស់លោកគ្រូអ្នកគ្រូបន្ថែមខ្លួនឯងថាចង់ឲ្យតួអង្គហ្នឹងវាទៅណាទៀតបើយើងក្រឡេកមើលលោកគ្រូអ្នកគ្រូក្រឡេកមើលនៅពេលដែលតួអង្គនៅត្រង់ចំណុចនេះគាត់បត់ឆ្វេងដើរទៅមុខមួយជំហានបត់ស្ដាំដើរទៅមុខមួយជំហាននៅពេលដែលដើរមកដល់កន្លែងនេះគាត់ត្រូវបត់ឆ្វេងដើរទៅមុខមួយជំហានបត់ស្ដាំមួយជំហានឃើញដូចគ្នាលោកគ្រូគណៈសកម្មភាពដូចគ្នាដដែលអញ្ចឹងយើងមិនចាំបាច់ធ្វើការសរសេរដដែលទេគឺយើងទាញយក block repeat នេះមកតែម្ដងអញ្ចឹងយើងត្រូវការសកម្មភាពប្រហែលដង2ដងបាទបើសកម្មភាព2ដងយើងសាកល្បងទាំងអស់គ្នា
ចឹងឃើញថាសកម្មភាពនេះគឺ success ប៉ុន្តែយើងនៅខ្វះមួយទៀតបើខ្វះមួយទៀតយើងគ្រាន់តែធ្វើការបន្ថែមនៅ repeat loop របស់យើងមកហើយសាកល្បង run វាឡើងវិញបាទអញ្ចឹងឃើញថា block code ដែលយើងបានសរសេរនេះគឺត្រឹមត្រូវដំណើរការបានជោគជ័យដោយអាចប្រមូលយកនៅត្បូងបានគ្រប់ចំនួនបាទអញ្ចឹងនេះគឺជាចំណុចទី2នៅក្នុងមេរៀនទី3របស់យើងអញ្ចឹងសូមចុច continue ដើម្បីតទៅចំណុចបន្ទាប់ចូលមកដល់ចំណុចទី3នៃមេរៀនទី3នេះគឺគេចង់ឲ្យយើងប្រើប្រាស់នៅ click block នេះ click block នេះដើម្បីធ្វើការ pick up នៅអីគឺ pick up នៅត្បូងនេះអញ្ចឹងយើងដឹងហើយតួអង្គត្រូវ move 1ជំហាន2ជំហាន3ជំហាន4ជំហានតួអង្គត្រូវធ្វើការ move 4ជំហានហើយទៅប្រមូលយកនៅត្បូងអញ្ចឹងរបៀបសរសេរយ៉ាងម៉េចដែរលោកគ្រូពេលដែលយើងសរសេរយើងត្រូវមើលគោលដៅរបស់វាដែរគឺកន្លែង goal នេះគឺវត្ថុបំណងរបស់គេគឺគេចង់ឲ្យតួអង្គរបស់យើងនឹងអាចប្រមូលយកត្បូងបានមួយគ្រាប់អញ្ចឹងធ្វើម៉េចឲ្យតួអង្គនឹងប្រមូលយកត្បូងនឹងបាន1 2 3 4គ្រប់4ជំហានណា1 2 3 4ហើយត្រូវការ collect បាទអញ្ចឹងយើងសាកល្បងមើលបាទអញ្ចឹងឃើញថាតួអង្គរបស់យើងគឺគាត់ success ហើយអាចដំណើរការទៅមុខបានប៉ុន្តែខ្ញុំចង់ឲ្យលោកគ្រូអ្នកគ្រូប្រើប្រាស់នៅ repeat block ពោលគឺ loop block នេះជំនួសឲ្យការសរសេរ code ដដែលច្រើនដងដូចនេះអញ្ចឹងធម្មតាការសរសេរ code ដដែលច្រើនដងវាមិនមែនជារឿងល្អទេបាទអញ្ចឹងសូមធ្វើការរបៀបនេះក្នុងករណីដែលយើងចង់បាន4ដងយើងជ្រើសរើសយក4មកហើយយើង collect វាអញ្ចេះវាងាយស្រួលក្នុងការមើលផងហើយ code របស់យើងគឺតិច block ផងដែរបាទអញ្ចឹងយើងសាកល្បង run ម្ដងទៀតបាទអញ្ចឹងឃើញថា code របស់យើងគឺ success ហើយអញ្ចឹងយើងអាចបន្តដំណើរទៅចំណុចបន្ទាប់ទៀតគឺចំណុចទី4នៅក្នុងមេរៀនទី3នៅក្នុងចំណុចទី4នេះគេបានបញ្ជាក់ថា block code ហ្នឹងគឺត្រូវបានរៀបចំរួចរាល់ហើយបាទរៀបចំរួចរាល់ហើយប៉ុន្តែ block code ហ្នឹងវានៅដាច់ដោយឡែកផ្សេងពីគ្នាអញ្ចឹងយើងត្រូវធ្វើការផ្គុំនៅ block code ហ្នឹងយ៉ាងម៉េចឲ្យតួអង្គ Laurel ហ្នឹងអាចធ្វើដំណើរពីលើមកហើយអាច collect នៅត្បូងបានអញ្ចឹងយើងទៅមើល scenario របស់គេគឺគេចង់ឲ្យតួអង្គហ្នឹងគាត់ដើរមកមុខ2ជំហានណាអញ្ចឹងបើចង់ឲ្យដើរមកមុខ2ជំហានយើងយក move forward 1ទៅភ្ជាប់យក move forward មួយទៀតមកភ្ជាប់អញ្ចឹងមានន័យថាគាត់នឹងត្រូវដើរមកមុខ2ជំហានបន្ទាប់ពីគាត់ដើរមក2ជំហានគាត់ដល់ទីតាំងកន្លែងនេះអញ្ចឹងគាត់ត្រូវបត់ឆ្វេងឬមួយក៏បត់ស្ដាំបាទអញ្ចឹងគឺគាត់ត្រូវការបត់ឆ្វេងអញ្ចឹងយើងទាញបត់ឆ្វេងមកហើយឲ្យគាត់ move forward មួយជំហានទៀតគាត់ដល់ទីតាំងកន្លែងត្បូងបន្ទាប់ពីដល់ទីតាំងកន្លែងត្បូងគឺគាត់ត្រូវរើសនៅត្បូងបាទអញ្ចឹងសាក run មកបាទអូខេអញ្ចឹងនេះគឺជាចម្លើយនៃចំណុចទី4អញ្ចឹងចំណុចទី4គឺយើងដោះស្រាយរបៀបនេះឯងគឺយើងត្រូវផ្គុំនៅ block code ដែលមានស្រាប់បាទអញ្ចឹងសូមចុច continue ចូលដល់ចំណុចទី5អញ្ចឹងចំណុចទី5នេះក៏មិនខុសគ្នាពីចំណុចទី4ដែរគឺគេបានប្រគល់មានន័យថាគេផ្ដល់ឲ្យនៅ block code ប៉ុន្តែ block code ដាច់មិនទាន់បានផ្គុំទេហើយគេឲ្យយើងលៃលោកធ្វើយ៉ាងណាហ្នឹងរៀប block code ទាំងអស់ហ្នឹងឲ្យទៅតាមលំដាប់ដើម្បីអីដើម្បីឲ្យតួអង្គ Laurel ហ្នឹងអាចប្រមូលយកនៅត្បូង2គ្រាប់បានយើងមើលណា goal របស់គេគឺត្បូង2គ្រាប់អញ្ចឹងជំរើសនៅក្នុងការដើរលោកគ្រូត្រូវមើលសិនថាគេអនុញ្ញាតឲ្យយើងប្រើប្រាស់នៅ code ចំនួនប៉ុន្មាន block អញ្ចឹងនៅក្នុងលំហាត់មួយនេះគឺគេអនុញ្ញាតឲ្យយើងប្រើប្រាស់ code យ៉ាងច្រើនបំផុត10 block អាចប្រើប្រាស់ code តិចជាង10 block បានប៉ុន្តែមិនឲ្យលើសពី10 block នោះឡើយបាទមើលឲ្យច្បាស់កន្លែងហ្នឹងណាអញ្ចឹងជំរើសនៅក្នុងការដើរអាស្រ័យលើលោកគ្រូអ្នកគ្រូខ្លួនឯងជាអ្នកសរសេរ code ត
តើលោកគ្រូចង់សរសេរឬមួយក៏តម្រៀបកូដឲ្យតួអង្គដើរមកមុខមួយជំហានសិនហើយចាំបត់ស្ដាំចុះមកខាងក្រោមឬមួយក៏លោកគ្រូចង់ឲ្យតួអង្គបត់ស្ដាំហើយចុះមកក្រោមតែម្ដងហើយចាំដើរមកខាងនេះអាហ្នឹងក៏បានដែរបាទអញ្ចឹងរបៀបនៅក្នុងការធ្វើវាអាស្រ័យទៅលើចំណង់ចំណូលចិត្តរបស់លោកគ្រូរៀងខ្លួនតោះឥឡូវយើងសន្មត់ថាយើងឲ្យតួអង្គដើរមកមុខហើយចាំឲ្យគាត់បត់ស្ដាំអញ្ចឹងបើឲ្យតួអង្គដើរមកមុខគឺយើងត្រូវប្រើប្រាស់ move forward បាទ move forward តួអង្គដើរមកដល់កន្លែងនេះហ่ะអញ្ចឹងតួអង្គត្រូវធ្វើអីបត់បាទគឺបត់ស្ដាំបាទបត់ស្ដាំគាត់ត្រូវបត់ស្ដាំប្រមាណជំហាន1ជំហាន2ជំហានបាទអញ្ចឹងគឺយើងទាញ move forward 1ជំហាន2ជំហានដាក់ចូលបាទអញ្ចឹងនៅពេលដែលគាត់មកដល់កន្លែងនេះគាត់ត្រូវធ្វើអីគាត់ត្រូវរើសយកនៅត្បូងមួយសិនអញ្ចឹងបើគាត់ត្រូវរើសត្បូងមួយសិនយើងដាក់ click ចូលបន្តមកទៀតគាត់ត្រូវការអីគាត់ត្រូវការបត់ឆ្វេងដើម្បីធ្វើដំណើរមកខាងនេះអញ្ចឹងយើងទាញ turn left ចូលមកហើយគាត់ត្រូវដើរទៅមុខប្រមាណជំហានដែរ1 2បាទអញ្ចឹងយើងទាញ move forward 2ដាក់ចូលមកហើយនឹងទាញ click ដាក់ចូលដើម្បីឲ្យគាត់រើសនៅត្បូងបាទអញ្ចឹងយើងរ៉ាន់ទាំងអស់គ្នាបាទអញ្ចឹងឃើញថា code របស់យើងទទួលបាននៅជោគជ័យក្នុងការ complete វាហើយបាទអញ្ចឹងយើងចុច continue ដើម្បីទៅកាន់ចំណុចទី6នៅក្នុងមេរៀនទី3របស់យើងសូមលោកគ្រូមើលនៅក្នុងចំណុចទី6នេះគេបានដាក់ថា block code នឹងបានរៀបរួចរាល់ហើយក៏ប៉ុន្តែវា wrong order វានៅខុសកន្លែងខុសទីតាំងកាលណា code នៅខុសកន្លែងខុសទីតាំងគឺវាស្មើនឹង error ហើយអញ្ចឹងត្រូវធ្វើយ៉ាងណាដើម្បីឲ្យ code នឹងវាត្រឹមត្រូវឡើងមកវិញយើងសង្កេតមើលមកត្រង់ចំណុច code ហើយនឹងតួអង្គយើងមើល code គេសរសេរថាតួអង្គនឹងត្រូវដើរមកមុខមួយជំហានហើយរើសយកត្បូងបើយើងមើលតាមរយៈ code ឃើញថាតួអង្គត្រូវ move មកកាន់កន្លែងនេះហើយរើសនៅត្បូងសំណួរសួរថាតើកន្លែងនេះមានត្បូងទេបាទគឺអត់មានទេអញ្ចឹងបើអត់មានទេមានន័យថាកន្លែងនេះគឺខុសហើយអញ្ចឹងខុសកន្លែងហ្នឹងនៅពេលដែលយើង fix ខុសកន្លែងណាគឺយើងដកអាកន្លែងហ្នឹងចេញមួយសិនបាទហើយតទៅបន្តទៀតតួអង្គចាប់ផ្ដើម move មកមុខ2ជំហានមកមុខ1ជំហានមកមុខ2ជំហានអញ្ចឹងតាមរយៈ code move មកមុខ2ជំហានហើយ click ត្បូងតើមានត្បូង click ទេបាទគឺអត់មានទេអញ្ចឹងបើអត់មានទេយើងធ្វើមិនដែរ move នៅ click នឹងចេញហើយមើលបន្តទៀតនៅពេលដែលគាត់ដើរមកដល់នេះគាត់ត្រូវការបត់ស្ដាំអញ្ចឹងបត់ស្ដាំត្រូវទេបាទបត់ស្ដាំត្រូវអូខេបត់ស្ដាំត្រូវគាត់ត្រូវ move មកមុខ1ជំហាន2ជំហាន move មកដល់មុខជំហានទី2ទើបគាត់អាច click នៅត្បូងបានអញ្ចឹងបត់ស្ដាំដើរមកមុខ1ជំហានដើរមកមុខ2ជំហានទើបអាច click នៅត្បូងបាទដល់ជំហានទី3 click នៅត្បូងដូចគ្នាដែរបាទអញ្ចឹងសាកល្បងរ៉ាន់ទាំងអស់គ្នាបាទអញ្ចឹងឃើញថា code របស់យើងត្រូវបាន fix រួចរាល់អញ្ចឹងចូលមកដល់ចំណុចទី7នៅក្នុងចំណុចទី7ក៏មិនខុសគ្នាអំពីចំណុចទី6អំបញ្ញមិញដែរគឺគេបានបញ្ជាក់ថា block code ទាំងអស់ហ្នឹងត្រូវបានរៀបចំមិនតាមលំដាប់នោះទេអញ្ចឹងគេទាមទារឲ្យយើងធ្វើការ reorder ដើម្បីឲ្យតួអង្គអាចធ្វើការ click នៅត្បូងនឹងបានអញ្ចឹង block code មានរួចរាល់ហើយប៉ុន្តែវាមិនតាមលំដាប់លំដោយអញ្ចឹងយើងត្រូវធ្វើការមើលពិនិត្យបច្ច័យមើល code ឲ្យបានច្បាស់លាស់ដើម្បីឲ្យ code របស់យើងនឹងអាចមកដល់គោលដៅបានហើយប្រមូលយកនៅត្បូងទាំង3ហើយ block code ដែលគេអនុញ្ញាតគឺតែ11 block តែប៉ុណ្ណោះអញ្ចឹងយើងមិនដឹងថាតើយើងអាចធ្វើការប្រើប្រាស់នៅ repeat នេះបានដែរឬមួយក៏អត់ទេអាស្រ័យទៅលើយើងពិនិត្យវាដោយជាក់ស្ដែងបាទឥឡូវយើងពិនិត្យមើលកន្លែងនេះបើយើងឲ្យតួអង្គដើរមុខមួយជំហានពេលដែលតួអង្គដើរមកដល់ត្រង់កន្លែងនេះគាត់ត្រូវបត់ឆ្វេងយើងមកមើល code
một mục mùi chùm hiếnត្រូវបត់ស្ដាំអញ្ចឹងបើតួអង្គត្រូវបត់ស្ដាំដូចជាមិនត្រូវទេណាបាទបើមិនត្រូវទេយើងត្រូវធ្វើម៉េចដែរដូរវាតែម្ដងកន្លែងនេះដូរពីស្ដាំមកឆ្វេងបាទអូខេអញ្ចឹងតួអង្គបត់ឆ្វេងហើយគាត់ដើរមកមុខមួយជំហានអូខេអញ្ចឹងដល់កន្លែងនេះគឺត្រូវដើរមុខហើយគាត់ click នៅត្បូងបាទគាត់ click នៅត្បូងបន្ទាប់ពី click នៅត្បូងកន្លែងនេះហើយគាត់ត្រូវទៅណាទៀតគាត់ត្រូវទៅមុខក៏បានឬមួយក៏បត់ស្ដាំក៏បានអញ្ចឹងឧទាហរណ៍ថាក្នុង block នេះយើងចង់ឲ្យគាត់បត់ស្ដាំទៅចោះបាទបត់ស្ដាំបើចង់ឲ្យគាត់បត់ស្ដាំយើងមើលកន្លែងនេះវាបត់ឆ្វេងកាលណាបត់ឆ្វេងគឺវាត្រឡប់មកខាងនេះវិញអញ្ចឹងយើងកែពីបត់ឆ្វេងនេះមកដាក់បត់ស្ដាំអញ្ចឹងបត់ស្ដាំមុខមួយជំហានគឺគាត់មកដល់កន្លែងនេះមានអ្វីដែលត្រូវរើសហើយឬនៅអត់មានទេបាទអត់មានទេ click នេះប្រើមិនទាន់បានត្រឹមត្រូវទេបាទនៅពេលដែលគាត់ដើរមកដល់កន្លែងនេះហើយគឺគាត់ត្រូវការបត់ឆ្វេងវិញទៀតបាទបត់ឆ្វេងវិញទៀតទាញបត់ឆ្វេងយកមកដាក់សិនមកបាទទាញបត់ឆ្វេងយកមកដាក់ចាប់ដើមលើស block មួយបាទបត់ឆ្វេងយកមកដាក់ហើយត្រូវការ move forward មួយតង់ទៀតដើម្បីទៅដល់អូខេយកអានេះសិនចុះមកដាក់ move forward អញ្ចឹងមកដល់នេះហ่ะដល់នេះគាត់ click ត្រូវហើយគាត់ត្រូវការអីគាត់ត្រូវការបត់ស្ដាំមួយទៀតដើម្បីឲ្យវាមកដល់នេះអញ្ចឹងឃើញថាយើងប្រើប្រាស់ block លើសរហូតដល់ទៅ2អញ្ចឹងវាមិនអាច success បានទេឥឡូវយើងសាកល្បង run គ្នាបាទឃើញថាត្បិតតែតួអង្គរបស់យើងគាត់ប្រមូលបានត្បូងគ្រប់ទាំង3ក៏ពិតមែនក៏ប៉ុន្តែគេបានបញ្ជាក់ឲ្យថាយើងអាចប្រើប្រាស់នៅ block code បានតែ11 block តែប៉ុណ្ណោះក៏ប៉ុន្តែផ្ទុយទៅវិញយើងប្រើប្រាស់រហូតដល់ទៅ13 block អញ្ចឹងមិនរាប់ថាជាការជោគជ័យទេលេខលោកធ្វើយ៉ាងណាដោះស្រាយ code នឹងឡើងវិញអំបញ្ញមិញនេះបញ្ហាត្រង់ថានៅពេលដែលយើង click នៅត្បូងហើយយើងឲ្យតួអង្គបត់ស្ដាំឥឡូវនេះយើងបដូរវិធីសាស្ត្រពីឲ្យតួអង្គបត់ស្ដាំបន្ទាប់ពី click ត្បូងហើយឲ្យគាត់ទៅមុខតែម្ដងឥឡូវយើងមកមើល code របស់យើង move មកមុខមួយជំហានមកដល់កន្លែងនេះហើយបត់ឆ្វេងអូខេ move មុខមួយជំហាន click ត្បូងអញ្ចឹង code ត្រឹមការ click នេះគឺបាន click ត្បូងត្រឹមត្រូវហើយបាទអញ្ចឹងយើងអត់ឲ្យគាត់បត់ស្ដាំទេកន្លែងនេះគឺយើងចង់ឲ្យគាត់ធ្វើអីគេបាទចង់ឲ្យគាត់ទៅមុខមួយតង់ទៀតបាទទៅមុខមួយតង់ទៀតឥឡូវគាត់មកដល់កន្លែងនេះហើយចាំឲ្យគាត់បត់ស្ដាំបាទបន្ទាប់ពីគាត់បត់ស្ដាំគាត់ត្រូវការ move មកមុខមួយជំហានហើយ click នៅត្បូងគាត់ត្រូវការ move មកមុខមួយជំហានទៀតហើយ click នៅត្បូងបាទឥឡូវយើងឃើញថា block code ដែលយើងប្រើប្រាស់នេះអស់ត្រឹមតែ11 block តែប៉ុណ្ណោះបាទ11 block តែប៉ុណ្ណោះឥឡូវយើងសាកល្បងទៅមើលថាតើយើងប្រើប្រាស់ចំនួន11 block ហ្នឹងអាចដំណើរការបានជោគជ័យដែរឬអត់បាទអញ្ចឹងឃើញថាយើងអាចដំណើរការនៅ block code ទទួលបាននៅជោគជ័យចុះក្លេកមើលនៅ code របស់យើងវិញតើលោកគ្រូគិតថាមានកន្លែងណាមួយដែលយើងអាចធ្វើការបង្រួមវាឲ្យខ្លីជាងមុនដែរទេយើងមើល move forward click move forward click អញ្ចឹងឃើញអាពីរនេះវាដូចគ្នាទេលោកគ្រូបើកាលណាវាដូចគ្នាដូច្នេះយើងបំព្រួញវាមួយមកដើម្បីឲ្យយើងចំណេញនៅ block បាទអញ្ចឹងយើងទាញវាចេញមួយមកបាទហើយយើងទាញនៅ repeat យកមកដាក់បាទហើយយើងយកអានេះទៅជាចំនួន2វិញមកស្មើគ្នាដែរណាបាទអូខេបាទអញ្ចឹងសាកល្បង run ទាំងអស់គ្នាម្ដងទៀតយើងប្រើត្រឹមតែ10 block ទេម្ដងនេះបាទអញ្ចឹងឃើញថាយើងប្រើរបៀបនេះក៏ឈ្មោះថាទទួលបាននៅជោគជ័យហើយវាល្អជាង block មុនព្រោះថា block មុនយើងអាចទទួលបាននៅជោគជ័យ
ក៏ប៉ុន្តែប៉ុន្តែយើងប្រើប្រាស់ block រហូតដល់ទៅ11ប៉ុន្តែលើកនេះគឺយើងប្រើប្រាស់ block អស់ត្រឹមតែ10តែប៉ុណ្ណោះបាទអញ្ចឹងនេះគឺជារបៀបនៅក្នុងការដោះស្រាយនៅលំហាត់នៅក្នុងមេរៀនទី3អញ្ចឹងលំហាត់នៅក្នុងមេរៀនទី3នេះគឺមានច្រើនចំណុចផ្សេងទៀតនៅក្នុងចំណុច challenge ដែលជាចំណុចលោកគ្រូអ្នកគ្រូទាំងអស់គ្នាត្រូវធ្វើការអនុវត្តក៏ប៉ុន្តែនៅក្នុងចំណោមនោះក៏មាននៅ prediction មួយដែរបាទអញ្ចឹងខ្ញុំសូមបង្ហាញអំពី prediction នៅក្នុងចំណុចទី12បាទអញ្ចឹងនៅក្នុងចំណុចនៃ prediction គឺសំដៅទៅលើការឆ្លើយនៅសំណួរណាអញ្ចឹងនៅក្នុង code គ្រប់មេរៀនទាំងអស់តែងតែមាននៅ prediction គឺសំដៅទៅលើការឆ្លើយនៅសំណួរដើម្បីអាចឆ្លើយនៅសំណួរបានគឺយើងត្រូវមកមើលនៅ code របស់យើងហើយមកមើលនៅ scenario របស់យើងអញ្ចឹងលទ្ធផលវា base ទៅលើ code ណាមិនមែន base ទៅលើរូបភាពនេះទេ base ទៅលើ code កាលណា code គេដាក់មកយ៉ាងម៉េចលទ្ធផលវាត្រូវចេញដូច្នោះដែរបាទអញ្ចឹង code ដែលគេដាក់មក code នេះគឺវាឆ្លើយតបជាមួយនឹងរូបភាពហើយវាឆ្លើយតបជាមួយនឹងខ្លឹមសារនៃចម្លើយដែលគេបានដាក់ឲ្យយើងអញ្ចឹងយើងក៏លេខមកមើល code គេថាតួអង្គនឹងដើរទៅមុខហើយ click ដើរទៅមុខមួយជំហានហើយ click យើងមកមើលរូបភាពជាក់ស្ដែងតួអង្គដើរមកមុខមួយជំហានមកដល់កន្លែងទទេស្អាតនេះហើយគាត់ click សំណួរសួរថាតើគាត់ click នៅអ្វីបើវាអត់មាន tracer ផងអញ្ចឹងគឺគាត់ click ទទេបាទគាត់ click ទទេអត់មានអីទាំងអស់យើងបកមកមើលចម្លើយវិញគេថាម៉េច A គេថា Laurel នឹងធ្វើការ click នៅត្បូងចំនួន4តើគាត់អាច click ត្បូងបាន4ដែរទេបើគាត់មកដល់កន្លែងនេះហើយគាត់ click ភ្លាមកាលណា code មកដល់កន្លែងនេះហើយ error វាស្មើនឹងអាក្រោមគឺ error ទាំងអស់ហើយទៅហ៎កាលណាយើងដោះស្រាយនៅ code កាលណាវា error ត្រង់ចំណុចណាអាចំណុចបន្ទាប់ទៀតហ្នឹងក៏ត្រូវតែ error ដែរលើកលែងតែយើងកាត់ផ្ដាច់វាចេញណាអញ្ចឹងមានន័យថាគាត់មិនអាច click នៅត្បូងបានទេអញ្ចឹងសំណួរ A នេះគាត់ជាខុសហ่ะសំណួរ B គេថាម៉េច Laurel will try to collect treasure where there is not any អញ្ចឹងមានន័យថាLaurel គាត់ព្យាយាម collect នៅអាកន្លែងដែលអត់មានអីទាំងអស់នេះវាសមស្របជាមួយនឹង code របស់យើងដែរណាបាទមុខមួយជំហាន collect មុខមួយជំហាន collect អញ្ចឹងវា blank ដូចគ្នាអាចថានឹងជាចម្លើយត្រឹមត្រូវដែរក៏ប៉ុន្តែមិនទាន់សន្និដ្ឋានថាវាត្រូវទេមកមើល C សិន C គេថាម៉េច Laurel will collect all of the treasure អញ្ចឹងគេថា Laurel អាចប្រមូលយក treasure នេះទាំងអស់បានអញ្ចឹងសំណួរសួរថា Laurel អាចប្រមូលបានទេបើមកដល់នេះគាត់ខុសបាត់ហើយអញ្ចឹងអត់បានទេចម្លើយនេះវាគាត់ជាខុសទេណាអញ្ចឹងចូលមកដល់ចម្លើយ D Laurel will collect one pile of treasure អញ្ចឹងគេថា Laurel នឹងប្រមូលបានត្បូងមួយតើអាចប្រមូលបានត្បូងមួយទេបើគាត់មកដល់កន្លែងនេះវា error បាត់ហើយអញ្ចឹងអត់អញ្ចឹង click មួយក៏មិនបាន click ទាំង4ក៏មិនបាន click ទាំងអស់ក៏មិនបានអញ្ចឹងចម្លើយដែលត្រឹមត្រូវប្រកាសជាគេចម្លើយ B បាទអញ្ចឹងយើងចុចលើចម្លើយ B ហើយ run បាទឃើញទេអញ្ចឹងមានន័យថាចម្លើយ B គឺជាចម្លើយដែលត្រឹមត្រូវអញ្ចឹងនេះគឺជារបៀបនៅក្នុងការឆ្លើយនៅសំណួរក្នុង prediction បាទអញ្ចឹងសូមអរគុណលោកគ្រូអ្នកគ្រូទាំងអស់គ្នាដែលបានចូលរួមតាមដានទស្សនាត្រង់ចំណុច practice ហើយនឹង challenge នៅក្នុងមេរៀនទី3នេះខ្ញុំប្រកល់ជូនលោកគ្រូអ្នកគ្រូទាំងអស់គ្នាដើម្បីធ្វើការដោះស្រាយសូមចូលរួមដោះស្រាយនៅលំហាត់ក្នុង code ទាំងអស់គ្នាជាចុងក្រោយសូមអរគុណនិងសូមជម្រាបលា